ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្រៀន Linux command line សំខាន់ៗមួយចំនួនសម្រាប់ system admin ដែលយើងធ្វើការប្រើប្រាស់ជាប្រចាំថ្ងៃ ទី1នោះគឺការមើលទៅលើ process ទី2ការ check មើលទៅលើ GPU RAM ជាមួយនឹង disk ទី3គឺការបិទទៅលើ process ដែលកំពុងដំណើរការទី4ការប្រើប្រាស់ shortcut ដើម្បីធ្វើការឲ្យវាកាន់តែលឿនជាដំបូងយើងត្រូវការ check មើលទៅលើ process របស់វាទាំងអស់ជាមុនសិនយើងបើក CentOS របស់យើងមកយើងប្រើ command line ទៅលើប្រើ command line ថា ps នោះវានឹងឃើញថា PID ហ្នឹងគឺជា process ID របស់វាហើយទៅTTY ហ្នឹងគឺជា terminal ចំណែកឯ time គឺជាពេលវេលាដែល GPU ប្រើប្រាស់ CMD ហ្នឹងគឺជា command name យើងប្រើ command line pf/ នោះនឹងឃើញ process ទាំងអស់ដែលវាមាននៅក្នុង Linux របស់ពួកយើងឥឡូវយើងធ្វើការ check ទៅលើ CPU ជាមួយនឹង RAM ដែលវាកំពុងតែដំណើរការយើងប្រើ command line មួយឈ្មោះថា top នោះវានឹងឃើញថាអីដែលកំពុងតែដំណើរការនៅលើគេហ្នឹងឯងយើងឃើញមានដូចជា GPU memory អីជាដើមដើម្បីយើងចេញពីការ check មើលទាំងអស់ហ្នឹងយើងធ្វើការចុចសោះ Q និងយើងធ្វើការចេញវិញឯង command line ដែលខ្ញុំត្រូវប្រាប់អ្នកនរគ្នាបន្ទាប់គឺការ check លើទៅមើល disk space យើងប្រើ command line មួយឈ្មោះថា disk space គឺយើងប្រើ df.x clear មកវានឹងបង្ហាញប្រាប់យើងថាមានដូចជា size មានដូចជា use មានទាំងអស់ហ្នឹងបើយើងចង់ check មើលថាfolder ណាធំយើងប្រើ command line do.sh យើងនឹងឃើញ command folder មួយដែលមានធំជាងគេនោះគឺ 76k ឥឡូវយើងធ្វើការមើលទៅកាន់ RAM វិញម្ដងយើងប្រើ command line ថា free នោះអ្នកបង្ហាញថា total use របស់នេះរបស់យើងជាមួយនឹង memory free របស់យើងគឺវាប៉ុណ្នេះឥឡូវយើងធ្វើការ check ទៅលើ CPU info ទៅវិញម្ដង cat CPU នោះវានឹងបង្ហាញទៅលើ model CPU ជាមួយនឹង core ទាំងអស់ឥឡូវយើងនឹងធ្វើការស្វែងយល់អំពី shortcut ខ្លីៗមួយចំនួនវិញដូចជា control C គឺយើងប្រើសម្រាប់ការបញ្ឈប់ command line ហើយទៅ control Z គឺយើងប្រើសម្រាប់ push ហើយទៅ control D គឺយើងប្រើសម្រាប់ logout ហើយទៅ control control D មិញគឺយើងប្រើសម្រាប់ logout គឺវា logout ចេញមកក្រៅហើយទៅ control R គឺយើងប្រើសម្រាប់ស្វែងរក command line history ដូចជាហើយខ្ញុំធ្វើការ control R យើង search មកដូចខ្ញុំចង់ហៅមើល sudo គឺវាចេញ sudo មកបែបនេះខ្ញុំចង់ search វាថាគឺខ្ញុំ search តាមអក្សរពីអក្សរចេញមកហើយខ្ញុំធ្វើការបញ្ឈប់ command line វិញហើយទៅshortcut ចុងចប់គឺអានេះគឺប្រើសម្រាប់ repeat command line ចុងក្រោយសរុបមកថ្ងៃនេះយើង
បានរៀនអំពី PS ជាមួយនឹង top មើលទៅលើ process kill គឺសម្រាប់បិទទៅលើ process df និង do និង du គឺសម្រាប់មើល disk ចំណែកឯ free គឺសម្រាប់មើល RAM shortcut គឺសម្រាប់ធ្វើការឲ្យកាន់តែលឿនជាចុងក្រោយបើសិនជាវីដេអូនេះមានអត្ថប្រយោជន៍និងសារៈសំខាន់ដល់អ្នកទាំងអស់គ្នាសូមកុំភ្លេចជួយចុច like subscribe និងសញ្ញាកណ្ដឹងឲ្យខ្ញុំអ្នកមួយផងអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ